សួរថាមិនបានដាក់ឈ្មោះថាឆ្កែកាហ្វេហើយនេះគឺជាចម្លើយហ្នឹងហើយអ្នកទាំងអស់គ្នាហាងរបស់ពួកខ្ញុំមានគីគីច្រើនមែនតើរហូតដល់20ក្បាលហាងខ្ញុំឈ្មោះ Doggo Cafe ឬក៏ឆ្កែកាហ្វេនៅហាងពួកខ្ញុំមានគីគីច្រើនមែនតើមានអ្នកខ្លះចេះញឹមមានអ្នកខ្លះមករាក់ទាក់មួយយើងអញ្ចឹងសម្រាប់អ្នកស្រឡាញ់គីគីដូចពួកខ្ញុំពាក្យថាឆ្កែកាហ្វេឬក៏ Doggo Cafe នេះអត់ពិបាកស្ដាប់ទេម្យ៉ាងទៀតមានន័យពេញលេញហ្មងសម្រាប់ឲ្យបងបានចំណាំថាជាហាងកាហ្វេដែលមានគីគីមកលេងជាមួយយើងពួកខ្ញុំមើលថែកូនទាំងអស់ហ្នឹងបានល្អមែនតើព្រោះវាក់សាំងឲ្យបានទៀងទាត់និងដាក់ថ្នាំការពារចៃមិនឲ្យមានចៃនៅលើខ្លួនទេអញ្ចឹងអ្នកទាំងអស់គ្នាដែលមកលេងពួកគាត់អត់ចាំបាច់បារម្ភថាខ្លាចឆ្លងចៃឆ្លងអីមកតាមខ្លួនទេហើយពួកនេះឆ្លាតណាស់ជាសាពះសុំយើងទៀតដោយអូនបេងនេះបកាយយកចិត្តយើងធ្វើមិនឲ្យយើងចិត្តទុនឲ្យចំណៃគេតទៅបានហើយមានទាំងអូនជ្រួញនេះនិងអូនគ្រីស្តាល់នេះអូនគ្រីស្តាល់នេះត្រាំមកហើយក៏ប្លែកមែនតើរងថ្ងៃហ្នឹងវាហត់តែពេលទៅនេមឃើញឯងវាដើរអុកឡុកទាំងខ្ញុំទាំងក្រុមការងារពេញហ្នឹងហើយតវ៉ាច្រើនមែនតើហាងពួកយើងអាចយកកូនមកលេងបានណាអញ្ចឹងអ្នកទាំងអស់គ្នាដែលមានកូនជើង4អាចយកគេមករត់លេងនៅទីនេះបានណាចុងសប្តាហ៍បងចំណាំយកមកច្រើនអញ្ចឹងអ្នកទាំងអស់គ្នាយកមកនេះហើយបានជួបបងដែលជាអ្នកស្រឡាញ់សត្វដូចគ្នាអាចចែករំលែកបទពិសោធន៍ចិញ្ចឹមកូនជើង4នេះនិងវិធីមើលថែទាំផ្សេងទៀត